mà ơn chân bắt solo again ta ngày ní miền Nam thả đôi ai ca thứ chất tôi ta bái bạn này hà pe lýកំពុងតែវល់កាន់កៅស្រោយប់នេះស្វែងរកសង្សារ បាទសង្សារយើងធ្វើមិនអត់មានសង្សារកាន់ដៃយើងកាន់អីកាន់ដបទេតា អត់សង្សារកាន់ដៃខ្ញុំកាន់ដបមើលត្រីសាច់កំពុងឈរយល់មើលពីចម្ងាយដូចជាបានអរ៉ៃអត់អត់សួរនឹងបងបានប៉ុន្មានសតអើយ ok ơi cho gì đó che lớn nào cái này mấy đang thằng ngày nắng băng mà thơ video nó vậy bị ấy kìa bắt đăng phòng băng toàn phẹt trong bạt đằng cho họ ngày thi đập bôn cầm phẹt thời chừng ngày kìa ngày bôn này cái đây là lạnh ngày bôn cái đây là lạnh complete mời đã cho bắt bị phồn để trong mà trong đến video dương bên ca lên game do đồng bọn vì sai mình tên tay mà đòn tạ môn ngày đập bôn cầm phẹt mỗi ngày trên lần ngày thì đập bấy cứ chi tiệm vía sao mà nằm máy ăn tρα chiết tái đăng ở tham mưu là hai đập bấy tập miên ngày đi lang máu tam bất tới tiệm vía sao mà nằm máy ăn tra chiết ní cứ bật rất lang không cô bằng nón can rụng lắc đòn bong ốn cái đôi chi vì saiแต่ ដល់ យុវវ័យ ឲ្យ យល់ ដឹង ពី សារៈ សំខាន់ នៃ ការ ប្រើប្រាស់ ស្រោម អនាម័យ ពី ព្រោះ ការ ប្រើប្រាស់ ស្រោម អនាម័យ នេះ គឺ អាច ជួយ ការពារ ទៅ ដល់ ការ មាន ផ្ទៃ ពោះ ដោយ ចៃដន្យ ជំងឺ ការ មករោគ រួម និង ជា ពិសេស នោះ គឺ មេរោគ អេដส์ ផ្ទាល់ តែ ម្ដង ហើយ សម្រាប់ ប្រធានបទ ឆ្នាំ នេះ គឺ សុវត្ថិភាព គឺ សិចស៊ី មាន មនុស្ស មួយ ចំនួន ហ្នឹង ដឹង មិន ចេះ យល់ ច្រឡំ ថា ការ ដាស់តឿន ឲ្យ ប្រើប្រាស់ ស្រោម អនាម័យ ហ្នឹង គឺជា ការ អូសទាញ ឲ្យ មាន កំណើន នៃ ការ រួម ភេទ ហ្នឹង កើនឡើង ទៅ វិញ ដោយ សារ តែ មាន គោល គំនិត អស់ ហ្នឹង ហើយ ទើប ធ្វើ ឲ្យ ការ ផ្សព្វផ្សាយ ពាក់ព័ន្ធ ទៅ នឹង ការ ប្រើប្រាស់ ស្រោម អនាម័យ ដែល មាន សុវត្ថិភាព ហ្នឹង ហើយ វា មាន ភាព តូច ចង្អៀត មិន ទូលំទូលាយ អង្គការ AHF ដែល ជា អង្គការ ផ្ដោត ទៅ លើ មេរោគ អេដส์ ធំ បំផុត នៅ លើ ពិភព លោក និង មាន វត្តមាន ជាង 40 ប្រទេស បូក រួម ទាំង ប្រទេស កម្ពុជា យើង ផង ដែរ នោះ តែង តែ ប្រពធ្វើ ទិវា ស្រោម អនាម័យ អន្តរជាតិ នេះ ឡើង ជា រៀង រាល់ ឆ្នាំ ដើម្បី បន្ត គាំទ្រ នៅ សុខ សុវត្ថិភាព របស់ ប្រជាជន និង ជន រង គ្រោះ ពី ជំងឺ អេដส์ និង ជំងឺ កាមរោគ រួម ផ្សេងៗ ឥឡូវ ដល់ វគ្គ លេង ហ្គេម ឡើយ ណា តែ ចាំ ផ្លែត ខ្ញុំ ដក អី ឲ្យ មើល មួយ សិន អានេះ កាបូប លុយ ខ្ញុំ ហើយ ខ្ញុំ ជឿ ទៅ អ្នក ទាំង អស់ គ្នា គួរ តែ មាន ភាព ឆ្លាត វៃ ដូច ខ្ញុំ ដាក់ របស់ ការពារ តាម ខ្លួន ប្រញាប់ ចឹង លក្ខខណ្ឌ នៃ ការ លេង ហ្គេម យើង គឺ ស្រួល មែនតើ ចាំ តិច ណា ខ្ញុំ សុំ ដក ទូរស័ព្ទ មក អូខេ បាទ ហ្គេម របស់ យើង គឺ ងាយ ស្រួល មែនតើ ខ្ញុំ ដាក់ រូប sample លើ នេះ ចឹង អ្នក ទាំង អស់ គ្នា គ្រាន់ តែ យក ស្រោម អនាម័យ មួយ មក ថត រូប បែប ច្នៃ ប្រឌិត ឲ្យ ប្លែក ពេល ដែល អ្នក ទាំង អស់ គ្នា edit ហើយ គឺ យក មក ផុស ក្នុង comment ខាង ក្រោម របស់ ខ្ញុំ នេះ បន្ទាប់ មក ឆ្លើយ សំណួរ របស់ ខ្ញុំ សំណួរ សួរ ថា តើ ហេតុ អ្វី បាន ជា បុគ្គល ដែល ប្រើប្រាស់ ស្រោម អនាម័យ គឺជា បុគ្គល ដែល មាន ទំនួល ខុសត្រូវ កុំ ភ្លេច ភ្ជាប់ ជាមួយ ការ mention មិត្តភក្តិ របស់ លោក អ្នក 3 នាក់ ដើម្បី ឲ្យ គាត់ ចូល លេង ដែរ ហើយ share វីដេអូ នេះ ភ្ជាប់ ជាមួយ នឹង hashtag ថា #AHF Cambodia #International Condom Day #Safer is sexy ដាក់ hashtag 3 ហ្នឹង នៅ លើ វីដេអូ ផង ណា ស្រួល រក ពេល ដែល អ្នក ទាំង អស់ គ្នា ត្រូវ រង្វាន់ 20 នាក់ ដែល ចូល រួម លេង នឹង ទទួល បាន ការ like លើ រូប របស់ គាត់ ច្រើន ជាង គេ ពួក គាត់ នឹង ទទួល បាន power bank ដ៏ ស្រស់ស្អាត ម្នាក់ មួយ ថ្ងៃ ដែល ប្រកាស រង្វាន់ គឺ ថ្ងៃ ទី 21 ខែ កុម្ភៈ នេះ តែ ម្ដង នៅ ក្នុង Facebook page របស់ AHF Cambodia ដែល ខ្ញុំ បាន mention នៅ ខាង លើ caption អូ ហ្នឹង ហើយ ជា ចុង ក្រោយ បើ សិន ជា បង ប្អូន ណា ដែល កំពុង តែ ស្វែង រក កន្លែង ដែល ធ្វើ តេស្ត ឈាម រក មេរោគ អេដส์ បាន យ៉ាង មាន សុវត្ថិភាព រហ័ស ហើយ អត់ គិត ថ្លៃ គឺ លោក អ្នក អាច ទៅ រក អង្គការ មូលនិធិ ថែទាំ សុខភាព អ្នក ជំងឺ អេដส์ AHF Cambodia ឬ ក៏ តាក់ទង ទៅ លេខ ទូរស័ព្ទ ដែល មាន នៅ លើ អេក្រង់ នេះ តែ ម្ដង កុំភ្លេច ចូល រួម លេង ហ្គេម យក រង្វាន់ ទាំង អស់ គ្នា ណា អូខេ បាយ បាយ